រដ្ឋមន្ត្រីការបរទេសកម្ពុជាបង្ហាញនៅទង្វើរបស់ថៃដែលបានរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាព្រមទាំងបំពេញសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាក្នុងសម័យប្រជុំលើកទី80នៃមហាសន្និបាតអង្គការសហប្រជាជាតិ Madame la Présidente. Madam President. ថ្លែងក្នុងឱកាសសម័យប្រជុំលើកទី80នៃមហាសន្និបាតអង្គការសហប្រជាជាតិក្រោមមូលបត្ររួមគ្នាដើម្បីប្រសើរឡើង80ឆ្នាំនិងច្រើនឆ្នាំទៀតដើម្បីសន្តិភាពការអភិវឌ្ឍនិងសិទ្ធិមនុស្សនាព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកឯកឧត្តមប្រសិទ្ធខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនៅសេចក្តីឈឺចាប់ជាពន់ពេកក្នុងការជម្រាបជូនមហាសន្និបាតថ្ងៃនេះថាសន្តិភាពនៅក្នុងប្រទេសកម្ពុជាដែលទទួលបានដោយលំបាកហើយដែលប្រជាជនកម្ពុជាស្រឡាញ់យ៉ាងជ្រាលជ្រៅនិងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោកបច្ចុប្បន្នកំពុងរងការគំរាមកំហែងមិនមែនដោយសារការបែកបាក់ផ្ទៃក្នុងដោយពីអតីតកាលនោះទេតែគឺដោយសារចំនួនព្រំដែនជាមួយប្រទេសជិតខាងមួយកម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបញ្ឈប់បានដោយប្រសិទ្ធភាពនៅការប៉ះទង្គិចប្រដាប់អាវុធដែលបានធ្វើឲ្យប្រជាជនស្លូតត្រង់បាត់បង់ជីវិតរងរបួសការបំផ្លិចបំផ្លាញនិងរាប់សែននាក់ក្លាយជាជនភៀសសឹកទោះបីជាយ៉ាងនេះក្តីបទឈប់បាញ់នៅមានភាពផុយស្រួយទោះបីជាមានការបដិញ្ញាចិត្តពីប្រទេសទាំងពីរក្នុងការអនុវត្តតាមយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌនានានៃបទឈប់បាញ់ដើម្បីកសាងទំនុកចិត្តនិងស្ដារស្ថានភាពដោយតាមឡើងវិញក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានសង្កត់ធ្ងន់ថាជាការសំខាន់បំផុតដែលការគោរពលើពាក្យពេចន៍និងស្មារតីនៃកិច្ចព្រមព្រៀងត្រូវតែស្របគ្នាជាមួយនឹងការអនុវត្តជាក់ស្ដែងគួរឲ្យសោកស្ដាយការបន្តសកម្មភាពឯកតោភាគីដើម្បីយកអធិបតេយ្យទឹកដីពីសំណាក់ប្រទេសជិតខាងរបស់កម្ពុជាដោយប្រើកងកម្លាំងជំនួសឲ្យយន្តការដែលបានព្រមព្រៀងគ្នាផែនទីឯកតោភាគីជំនួសឲ្យផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិស្របតាមសន្ធិសញ្ញាដែលបានចងជាកាតព្វកិច្ចសម្រាប់ប្រទេសទាំងពីរនិងសកម្មភាពរមិនអស់ដែលបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងកសាងទំនុកចិត្តនិងសន្តិភាពបញ្ហាព្រួយបារម្ភបំផុតនោះគឺការបណ្ដេញពលរដ្ឋកម្ពុជាដោយបង្ខំការគំរាមកំហែងប្រើច្បាប់ជាតិច្បាប់អាញាសឹកប្រឆាំងនឹងពលរដ្ឋខ្មែរនិងការបណ្ដេញប្រជាជនកម្ពុជារាប់រយគ្រួសារទៀតចេញពីភូមិឋានដែលពួកគេបានរស់នៅអាស្រ័យផលអស់រាប់ទសវត្សរ៍មកហើយការចូលកាន់កាប់ទឹកដីនៅលើតំបន់ដែលមិនទាន់ត្រូវបានខណ្ឌសីមាព្រំដែនបង្ហាញឲ្យឃើញយ៉ាងជាក់ច្បាស់ពីការមិនគោរពចំពោះលក្ខខណ្ឌនៃបទឈប់បាញ់ក៏ដូចជាកិច្ចព្រមព្រៀងទាំងសងខាងផ្សេងៗទៀតពាក់ព័ន្ធការដោះស្រាយបញ្ហាព្រំដែនផងដែរទង្វើខាងលើនេះបានរំលោភលើអធិបតេយ្យនិងបូរណភាពទឹកដីរបស់កម្ពុជាហើយជាមួយគ្នានេះសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជាជាច្រើនក៏ត្រូវបានបំពានរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានជម្រាបជូនអង្គមហាសន្និបាតអង្គការសហប្រជាជាតិបានជ្រាបថាកម្ពុជាបានអនុវត្តយ៉ាងម៉ឺងម៉ាត់នៅបទឈប់បាញ់ដោយបង្ហាញសុឆន្ទៈនិងតម្លាភាពពេញលេញក្នុងការអនុវត្តលក្ខខណ្ឌនៃបទឈប់បាញ់និងរក្សាភាពអត់ធ្មត់ជាទីបំផុតចំពោះមុខការបង្ករឿងនិងការរំលោភបំពានម្ដងហើយម្ដងទៀតជាស្ដែងនៅព្រឹកថ្ងៃទី27ខែកញ្ញាឆ្នាំ2025នេះមានការវាយប្រហារមួយកន្លែងដោយមិនញញើតនៅជិតទីតាំងដ៏រសើបមួយដោយចោទប្រកាន់ថាកងកម្លាំងរបស់កម្ពុជាបានបើកការបាញ់ប្រហារមុនកងទ័ពកម្ពុជាមិនបានបាញ់និងបានរក្សាភាពអត់ធ្មត់មិនឆ្លើយតបវិញទេដើម្បីបញ្ជាក់ពីការបដិញ្ញាចិត្តដ៏មោះមុតចំពោះសន្តិភាពក្នុងស្មារតីដោយកាលពីបានបញ្ចប់សង្គ្រាមជិត3ទសវត្សរ៍កន្លងមកកម្ពុជាសូមអំពាវនាវឲ្យមានកិច្ចសន្ទនាការដោះស្រាយជម្លោះដោយសន្តិវិធីការគោរពយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់ចំពោះលក្ខខណ្ឌដែលបានព្រមព្រៀងនៃបទឈប់បាញ់ការគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានកម្ពុជាស្នើសុំដោយស្មោះត្រង់នៅការគាំទ្រនិងការសម្របសម្រួលរបស់ប្រធានអាស៊ាននិងប្រទេសសមាជិកអាស៊ានអគ្គលេខាធិការនិងស្ថាប័នពាក់ព័ន្ធនៃអង្គការសហប្រជាជាតិព្រមទាំងថ្នាក់ដឹកនាំជុំវិញពិភពលោកដើម្បីជួយបន្ធូរបន្ថយភាពតានតឹងលើកទឹកចិត្តដល់ការដោះស្រាយជម្លោះដោយសន្តិវិធីនិងទប់ស្កាត់ការកើនឡើងនៃសោកនាដកម្មបន្ថែមទៀតកម្ពុជាជាប្រទេសតូចផ្ដោតលើការកសាងសេដ្ឋកិច្ចរបស់យើងឡើងវិញនិងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើងមិនបង្កការគំរាមកំហែងដល់អធិបតេយ្យរបស់ប្រទេសណាមួយឡើយខណៈពេលដែលយើងតែងតែការពារឯករាជ្យអធិបតេយ្យនិងបូរណភាពទឹកដីរបស់យើងការប្រើប្រាស់កម្លាំងគឺជាជម្រើសចុងក្រោយបំផុតរដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនបានបញ្ជាក់ជូនអង្គមហាសន្និបាតអង្គការសហប្រជាជាតិថាកម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារទំនុកចិត្តនិងប្រក្រតីភាពលើកកម្ពស់ការរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនានិងទំនាក់ទំនងអ្នកជិតខាងល្អនិងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងវិបុលភាពរួមគ្នា